សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយវគ្គ1ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយនៅក្នុងការសិក្សាភាសាចិនតាមរយៈ Channel អង្គរ Chinese School ក្នុងមេរៀននេះយើងនឹងសិក្សានៅពាក្យតាក់ទងនឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយជាភាសាចិននិងភាសាអង់គ្លេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយភាសាចិននិយាយថា厨房用具厨房用具厨房用具សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ kitchen utensils មុននឹងចាប់ផ្ដើមសូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like share follow និង subscribe នៅ channel និង page របស់ខ្ញុំផងណាសូមអរគុណទុកជាមុនពុកម៉ែបងប្អូនទាំងអស់គ្នាក៏អាចធ្វើការឧបត្ថម្ភគាំទ្រដល់រូបខ្ញុំបាទតាមរយៈធនាគារ ABA ដែលមានលេខកុងនិងឈ្មោះគណនីដូចខាងក្រោមសូមអរគុណទុកជាមុននៅពេលនេះយើងចាប់ផ្ដើម开始ស្លាបព្រាភាសាចិននិយាយថា勺子ស្លាបព្រា spoon សមភាសាចិននិយាយថា叉ជឺសម fork ចង្កឹះភាសាចិននិយាយថា筷子ចង្កឹះ chopsticks វែកសម្រាប់ដួសសម្លភាសាចិននិយាយថា汤勺វែកសម្រាប់ដួសសម្ល ladle វែកបាយភាសាចិននិយាយថា饭勺វែកបាយ rice ladle វែកឆាភាសាចិននិយាយថា锅铲វែកឆា wok spatula ប្រដាប់វាយពងទាភាសាចិននិយាយថា打蛋器ប្រដាប់វាយពងទា whisk ប្រដាប់លុញម្សៅភាសាចិននិយាយថាកានមានចាងប្រដាប់លុញម្សៅ rolling pin ប្រដាប់សង្កត់ខ្ទឹមភាសាចិននិយាយថាយាស៊ន់ឈីប្រដាប់សង្កត់ខ្ទឹម garlic press កូនកំបិតភាសាចិននិយាយថាឆានជឺកូនកំបិត paring knife កំបិតតាំងតោភាសាចិននិយាយថាឆៃតោកំបិតតាំងតោ cleaver ប្រដាប់ចិត្តសម្បកភាសាចិននិយាយថាពណ៌ភីឈីប្រដាប់ចិត្តសម្បក peeler ប្រដាប់ឈូសភាសាចិននិយាយថាប៉ោស៊ឺឈីប្រដាប់ឈូស grater ដង្កៀបភាសាចិននិយាយថាជាដង្កៀប tongs ត្បាល់ភាសាចិននិយាយថាយានពត្បាល់ mortar អង្រែភាសាចិននិយាយថា
ฉูฉูฉูអង្រែ pestle កន្ត្រងភាសាចិននិយាយថាលឺវងកន្ត្រង strainer ឆ្នាំងដាំបាយអគ្គិសនីភាសាចិននិយាយថា电饭锅ឆ្នាំងដាំបាយអគ្គិសនី electric rice cooker ខ្ទះឆាភាសាចិននិយាយថា煎锅ខ្ទះឆា frying pan សូមថ្លែងអំណរគុណសម្រាប់ការយកចិត្តទុកដាក់របស់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាលើកក្រោយជាមួយនឹងការសិក្សាពាក្យទាក់ទងនឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយវគ្គ 2 ជាចុងក្រោយសូមកុំភ្លេចជួយ like share និង subscribe នៅ channel និង page របស់ខ្ញុំផងណាដើម្បីទទួលបាននូវមេរៀនថ្មីៗនិងចំណេះដឹងផ្សេងៗសូមអរគុណកុំភ្លេចចុចសញ្ញាកណ្ដឹងផងពុកម៉ែបងប្អូនទាំងអស់គ្នាក៏អាចធ្វើការទំនាក់ទំនងមកកាន់លោកខ្ញុំបាទផ្ទាល់តាមរយៈបណ្ដាញសង្គមខាងក្រោមដើម្បីទទួលបាននូវមេរៀនឬឯកសារនានាដែលពុកម៉ែបងប្អូនត្រូវការជាចុងក្រោយសូមអរគុណម្ដងទៀតសូមជម្រាបលា